នៅក្នុងវីដេអូមុនខ្ញុំបានបរិយាយរួចរាល់ហើយអំពីសន្ធិសញ្ញាអាណាព្យាបាលរបស់បារាំងមកលើនគរខ្មែរនៅក្នុងឆ្នាំ1863នៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់បន្តទៀតអំពីសន្ធិសញ្ញាខ្មែរសៀមដែលដាក់ប្រទេសខ្មែរឲ្យស្ថិតនៅក្រោមចំណុះនគរសៀមដែលបានចុះក្នុងរយៈពេល4ខែបន្ទាប់ការចុះសន្ធិសញ្ញាបារាំងខ្មែរកាលពីថ្ងៃទី11ខែសីហាឆ្នាំ1863ដូច្នេះសន្ធិសញ្ញាខ្មែរសៀមនេះចុះនៅក្នុងខែធ្នូឆ្នាំ1863មុននឹងចូលដល់ខ្លឹមសារទាំងស្រុងខ្ញុំសូមរំលឹកអំពីសាវតាទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសបារាំងទំនាក់ទំនងកើតមានឡើងនៅក្នុងសម័យព្រះបាទអង្គឌួងនៅពេលនោះកម្ពុជាស្ថិតនៅក្រោមសម្ពាធរវាងប្រទេសសងខាងពីរគឺប្រទេសសៀមនិងប្រទេសអាណាមឬក៏យួនដូច្នេះហើយដើម្បីកិច្ចចេញពីការលេបត្របាក់ឬក៏ហែកចែកគ្នានៅទឹកដីខ្មែរព្រះបាទអង្គឌួងព្យាយាមតាក់ទងជាមួយនឹងមហាអំណាចអឺរ៉ុបនៅពេលនោះព្រះបាទអង្គឌួងបានតាក់ទងជាមួយនឹងបារាំងប៉ុន្តែបំណងដើម្បីឲ្យបារាំងចូលមកជួយធ្វើអន្តរាគមន៍ទប់ស្កាត់ការជ្រៀតជ្រែកនិងការហែកចែកគ្នាលើទឹកដីខ្មែររបស់ប្រទេសជិតខាងទាំងពីរត្រូវបានបរាជ័យដោយសារតែបំណងនេះត្រូវបានស្ដេចសៀមដឹងទុកជាមុនរហូតដល់ព្រះអង្គចូលទីបង្គត់បុត្រាច្បងរបស់ព្រះអង្គឈ្មោះព្រះបាទនរោត្តមឬក៏អង្គចលឹងឬក៏អង្គវតីបានស្នងរាជបន្តហើយនៅទីបញ្ចប់សន្ធិសញ្ញាមិត្តភាពពាណិជ្ជកម្មនិងអាណាព្យាបាលបារាំងរវាងប្រទេសបារាំងនិងប្រទេសកម្ពុជាត្រូវបានចុះនៅថ្ងៃទី11ខែសីហាឆ្នាំ1863នៅក្នុងសន្ធិសញ្ញានោះគឺមានចំណុចសំខាន់មួយចំនួនទី1គឺកំណត់ឲ្យអាជ្ញាធរបារាំងដាក់អាណាព្យាបាលនៅលើនគរខ្មែរដោយមានតំណាងបារាំងមួយរូបនៅចាំអមប្រជាខ្មែរចាត់ចែងកិច្ចការរាជកិច្ចហើយក៏មានតំណាងកម្ពុជាមួយរូបនៅប្រចាំទីក្រុងព្រៃនគរដែលជាទីស្នាក់ការរបស់អាជ្ញាធរបារាំងនៅពេលនោះទន្ទឹមនោះក្នុងសន្ធិសញ្ញានោះក៏អនុញ្ញាតឲ្យបារាំងអាចកាប់ឈើទៅធ្វើសំពៅឬក៏កប៉ាល់និងប្រើប្រាស់ធនធានធម្មជាតិមានដូចជារ៉ែជាដើមដោយសេរីស្របពេលដែលបារាំងជួយកម្ពុជាឲ្យអាចដឹកទំនិញទៅផ្លូវសមុទ្របានតាមទឹកដីរបស់ខ្លួននៅកូសាំងស៊ីននៅក្នុងសន្ធិសញ្ញានោះក៏មានចែងដែរអំពីការតាំងទីលំនៅរវាងប្រជាជនរបស់ប្រទេសកម្ពុជានិងប្រជាជនបារាំងនៅលើទឹកដីទាំងសងខាងក្រោយពេលចុះហត្ថលេខាលើសន្ធិសញ្ញាអាណាព្យាបាលរួចព្រះបាទនរោត្តមបានលាក់ទុកការនេះជាសម្ងាត់មិនបានផ្សព្វផ្សាយជាសាធារណៈឲ្យគេដឹងទាំងអស់គ្នានោះទេប៉ុន្តែកិច្ចការសម្ងាត់នេះត្រូវបានបែកធ្លាយនៅទីបំផុតដោយហេតុថានៅក្នុងរាជវាំងខ្មែរនៅពេលនោះមានសុទ្ធតែជាចារៈបរោះចារៈនារីអ្នកយកការរបស់រាជវាំងស្ដេចមង្គតឬក៏ស្ដេចរាមាទី4នៃនគរសៀមក្រោយពេលទទួលបានដំណឹងថាខ្មែរបានចុះសន្ធិសញ្ញាជាមួយបារាំងសៀមមានការខឹងសម្បារនិងមិនពេញចិត្តជាខ្លាំងរយៈពេល4ខែក្រោយមកសៀមបានគៀបសង្កត់ឲ្យព្រះបាទនរោត្តមយល់ព្រមធ្វើសន្ធិសញ្ញាជាសម្ងាត់មួយទៀតមិនឲ្យបារាំងដឹងគឺសន្ធិសញ្ញាដែលដាក់ប្រទេសកម្ពុជាជានគរឬក៏ប្រទេសចំណុះរបស់ប្រទេសសៀមយ៉ាងដាច់ខាតការយល់ព្រមចុះសន្ធិសញ្ញាជាមួយនឹងសៀមនេះបានធ្វើឲ្យមានលេចឡើងទស្សនៈយល់ឃើញផ្សេងគ្នាតាក់ទងជាមួយនឹងការសម្រេចចិត្តរបស់ព្រះបាទនរោត្តមដែលយល់ព្រមដាក់ប្រទេសរបស់ព្រះអង្គឲ្យស្ថិតនៅក្រោមចំណុះរបស់ប្រទេសសៀមជាសម្ងាត់មិនឲ្យបារាំងដឹងចំណុចទី1អ្នកខ្លះយល់ឃើញថាព្រះបាទនរោត្តមដែលធំធាត់ដឹងក្តីឡើងនៅក្នុងស្រុកសៀមទទួលមនោគមវិជ្ជានិងរបៀបរបបរស់នៅបែបសៀមស្ទើរតែទាំងស្រុងខ្លាចស្ដេចសៀមនិងមិនចង់ជំទាស់នឹងស្ដេចសៀមមតិទី2លើកឡើងថាក្នុងកលៈទេសៈនោះព្រះបាទនរោត្តមប្រហែលជាមិនទុកចិត្តអំណាចរបស់បារាំងនៅក្នុងអាស៊ីអាគ្នេយ៍ខ្លាចបារាំងមិនអាចទប់ទល់ជាមួយនឹងកម្លាំងរបស់សៀមឬក៏យួននៅពេលនោះបានដូច្នេះនៅពេលដែលបារាំងដកចេញវិញវាអាចជាបញ្ហាធ្ងន់សម្រាប់ប្រទេសកម្ពុជាដែលធ្លាប់ជារដ្ឋចំណុះរបស់ប្រទេសសៀមចំណុចទី3ចុងក្រោយយើងអាចសំយោគបានថាក្នុងស្ថានភាពដែលប្រទេសខ្មែរយើងមិនមានកម្លាំងទ័ពមិនមានកម្លាំងសេដ្ឋកិច្ចខ្លាំងក្លា
ការសម្រេចចិត្តទៅពឹងរដ្ឋម្ខាងទៀតគឺជាការសម្រេចចិត្តដ៏ពិបាកយើងមិនអាចបន្ទោសថ្នាក់ដឹកនាំឬក៏ប្រជាជាក្នុងសម័យនោះថាមិនស្នេហាជាតិឬក៏មានភាពទន់ខ្សោយប៉ុន្តែយើងត្រូវមើលស្ថានភាពជាក់ស្ដែងទី1អំណាចនយោបាយអំណាចកងទ័ពអំណាចសេដ្ឋកិច្ចរបស់យើងគឺខ្សោយដូច្នេះយើងមិនមានសិទ្ធិក្នុងការអាលកាត់ឬក៏សម្រាប់ជោគវាសនារបស់ខ្លួនបានទាំងស្រុង 100% ដោយប្រទេសខ្លាំងនោះទេនៅលើโลกនេះគ្មានថ្នាក់ដឹកនាំឬក៏ប្រជាជាអង្គណាដែលចង់ឲ្យប្រទេសខ្លួនស្ថិតនៅក្រោមការដឹកនាំរបស់ប្រទេសដទៃនោះទេសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយ